តើរដ្ឋបាលរាជធានីភ្នំពេញរៀបចំកម្មវិធីពិសេសអ្វីខ្លះសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025និងញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធមរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជាតិព្រមទាំងផ្ដល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋសម្ដៅលើកកម្ពស់កិត្យានុភាពជាតិក៏ដូចជាតាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025វេលាម៉ោង8ព្រឹកដល់ម៉ោង8យប់អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិនិងកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាពិធីទទួលទេវតាឆ្នាំថ្មីដង្ហែព្រះពុទ្ធរូបពូនភ្នំខ្សាច់ស្រង់ព្រះសម្ដែងសិល្បៈរបាំប្រពៃណីលេងល្បែងប្រជាប្រិយជាតិប្រគំតន្ត្រីបុរាណសម័យរាំលេងកម្សាន្តការតាំងបង្ហាញមកុដអប្សរាពិណខ្នាតធំនិងការតាំងបង្ហាញផលិតផលខ្មែរនេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី1ខែមេសាឆ្នាំ2025អ្វីដែលកាន់តែពិសេសសម្រាប់ឆ្នាំ2025នេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើង Walk Street រយៈពេល5ថ្ងៃតាមបណ្ដោយទេរវិថីព្រះស៊ីសុវត្ថិចាប់ពីមុខព្រះបរមរាជវាំងរហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីផ្ដល់ភាពសប្បាយរីករាយបន្ថែមទៀតនិងជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង Walk Street ផងដែររដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានមកចូលរួមទស្សនាកម្សាន្តនៅសង្ក្រាន្តវត្តភ្នំនិងផ្លូវថ្មើរជើង Walk Street ឲ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។